មួយមានភ្លៀងធ្លាក់យ៉ាងខ្លាំងបរិបដល់កំសត់ម្នាក់កំពុងតែរត់រកកន្លែងជ្រកភ្លៀងតែក៏មកជ្រកចំនៅផ្ទះអ្នកមានអ្នកកំឡោឯងមកពីណាទៅណាហេតុអីក៏មករត់ជ្រកភ្លៀងនៅទីនេះហ៎យប់ប្រលប់ហើយឯងមិននៅផ្ទះដើរចេញមកក្រៅធ្វើអីខ្ញុំគ្មានផ្ទះសម្បែងទេខ្ញុំដើរចូលមកស្រុកនេះវិញដើម្បីមករកភ្នូឪពុកម្ដាយដែលបានស្លាប់អ្វីគ្រប់យ៉ាងក៏ត្រូវគេរឹបអូសយកអស់ដែរព្រោះមុនពេលពួកគាត់ស្លាប់ទៅបានខ្ចីប្រាក់គេទើបគេយកខ្ទេចខ្ទីគ្មានសល់ប៉ុន្តែពេលមកស្រុកវិញក៏ត្រូវគេប្លន់តាមផ្លូវអស់ទៀនខ្ញុំគ្មានអ្វីជាប់នឹងខ្លួនទៀតទេជួយទទួលយកខ្ញុំឲ្យស្នាក់នៅនិងធ្វើការនៅទីនេះផងខ្ញុំមិនមែនម្ចាស់ផ្ទះទេខ្ញុំក៏ជាអ្នកបម្រើគេដែរបើចង់ធ្វើការនៅផ្ទះនេះតើតែសួរអ៊ំប្រុសអ៊ំស្រីបើអញ្ចឹងសូមរំខានជួយសុំគាត់ឲ្យខ្ញុំបន្តិចផងបើអញ្ចឹងឯងដើរតាមខ្ញុំមកនិយាយរួចនាងសួយក៏បាននាំអ្នកកំឡោះនោះចូលទៅក្នុងផ្ទះនាងសួយឯងនាំនរណាគេឡើងលើផ្ទះយើងនឹងសួយយប់ប្រលប់ហើយណាមិនរកកន្លែងដេកពួនអីទេអីហើយយ៉ាងម៉េចនឹងនាងសួយឯងនាំអ្នកកំឡោះនេះមកពីណាដែរនាងគឺគេខាងនេះចង់មកសុំការងារធ្វើគេត្រូវចោលប្លន់ពេលចូលមកស្រុកវិញគ្រប់ភ្នូឪពុកម្ដាយហើយគេគ្មានផ្ទះសម្បែងទេត្រូវមកចាស់បំណុលរឹបអូសអស់ទៅហើយអ៊ំប្រុសអ៊ំស្រីមានរឿងបែបនេះផងតើអ្នកណាអីក៏ថ្លើមធំយ៉ាងនេះហ៊ានឆក់ប្លន់នៅក្នុងភូមិស្រុករបស់យើងដូច្នេះអ្នកកំឡោះហើយឯងឈ្មោះអីមកពីណាទៅណាដែរខ្ញុំមកពីស្រុកផ្សេងធ្វើការនៅទីនោះបន្ទាប់ពីឪពុកម្ដាយខ្ញុំស្លាប់ហើយដល់ពេលគេឲ្យឈប់សម្រាកខ្ញុំក៏ចង់មកសួរសុខទុក្ខភ្នូឪពុកម្ដាយខ្ញុំប៉ុន្តែក៏ត្រូវពួកចៅមានគ្នា3នាក់វាប្លន់យករបស់ខ្ញុំទៅអស់ហើយលោកអ៊ំស្ដាប់ទៅគឺគួរឲ្យអាណិតដែរម៉ែវាឯងគិតយ៉ាងម៉េចដែរឥឡូវនេះស្រេចលើពុកវាឯងចោះខ្ញុំក៏អាណិតគ្នាដែរមានចិត្តកតញ្ញូមករកឪពុកម្ដាយតែមកជួបប្រទះរឿងដូចនេះអញ្ចឹងយើងយល់ព្រមឲ្យឯងនៅផ្ទះនេះធ្វើការជាមួយយើងតែក៏មានដៃមានជើងនៅក្នុងផ្ទះយើងនេះមានគ្នាមិនដល់10នាក់ទេទាំងកូនស្រីរបស់យើងទៀតតែថ្មនេះប្រហែលជាដេកលក់អស់បាត់ហើយសួយឯងនាំគ្នាទៅរកបន្ទប់សម្រាកទៅណាហើយព្រឹកឡើងចាំប្រាប់ឲ្យគេទៅធ្វើការងារទៅចាលោកអ៊ំនេះពេលព្រឹកនេះសុចិត្តកំពុងតែកាត់ស្មៅនៅក្បែររបងអញជាអ្នកណាហេតុអីក៏ចូលមកនៅក្នុងផ្ទះខ្ញុំដូច្នេះអញជាចៅមែនទេមុខមាត់ស្អាតបាតដៃជើងនៅល្អមិនគួរណាមកធ្វើជាចៅលួចកន្ត្រៃកាត់ស្មៅយើងអញ្ចឹងសោះម៉ែប៉ុកមានចៅចូលផ្ទះយើងហើយខ្ញុំមិនមែនចៅទេនាងយល់ច្រឡំហើយកុំស្រែកលោឡាទាំងព្រឹកអញ្ចឹងបានទេអប្សរីមង្គលខ្លាំងណាស់នាងមាត់ប៉ុណ្ណឹងសោះមិនក៏កលាត់ស្រែកបានលឺល្អម្ល៉េះនេះអញថាឲ្យខ្ញុំផងមែនទេអាចោះ500ឯងនេះព្រឹកព្រៀងព្រលឹមឡើងបាក់ភ្នែកមកលួចគេឯងនេះតើមានខួរក្បាលគិតដែរឬទេប៉ុកម៉ែអ្នកដែលនៅក្នុងផ្ទះតណាអស់ហើយមិនមិនឃើញចេញមកម្នាក់សោះអញ្ចឹងនាងឈប់ស្រែកទៅខ្ញុំហឹងតិចណាស់មនឹកស្មានថានាងពូកែស្រែកដោយមិនស្អកក៏រកទឹកផឹកអញ្ចឹងទេគួរតែឈរយាមចាប់កុំឲ្យវិស៊ីស្រូវទៅត្រូវប៉ុន្តែអាត្មានេះទៅមិនក្រោកពីដេកហ្នឹងមើលថ្ងៃរះហួសចុងថ្នោតទៅឲ្យនាងតូចអ្នកណាអ្នកនាងឯងបិទមាត់ភ្លាមទៅអាចារ្យប្រាប់ហើយថាមិនមែនជាចោលទេមិនក៏មិនជឿខ្ញុំអញ្ចឹងអ្នកនាងមិនចេះស្ដាប់ហេតុផលអ្នកណាទាល់តែសោះហើយនេះខណៈនោះផងដែរមីងស្នីក៏បានដើរចូលមកតាមសម្លេងស្រែកកើតស្អីកូនស្រីម៉ែឮកូនស្រែកលន់ដល់ក្រោយផ្ទះកូនឯងស្រែកអីសម្បើម្លេះកូនម្ដាយរៀននិយាយថ្នមសម្លេងបន្តិចផងកូនគឺប្រុសម្នាក់នេះវាជាចៅណាម៉ែចង់មកលួចអីវ៉ាន់ក្នុងផ្ទះយើងម៉ែឲ្យគេចាប់យកទៅញាត់ត្រង់ទៅម៉ែចៅឯណាកូននេះជាអ្នកចូលមកធ្វើការថ្មីនៅក្នុងផ្ទះយើងមិនមែនជាចៅទេកូនយល់ច្រឡំហើយជាអ្នកបម្រើសោះតែសម្ដីក្អេកក្អាងហួសមៀតពេលនិយាយជាមួយខ្ញុំមុននេះឯងដូចជាមិនចេះ